សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះម៉ោង10ព្រឹកមកថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025មកនៅរដ្ឋធានី Washington ណាបាទនៅកម្ពុជាគឺថ្ងៃសុក្រដែរបាទវេលាម៉ោង9យប់ហើយនៅខាងតំបន់នៅរដ្ឋ California គឺម៉ោង7ព្រឹកបាទអញ្ចឹងទោះបីជាប្រិយមិត្តនៅកន្លែងណាក៏ដោយគឺខ្ញុំនាំយកព័ត៌មាននេះមកជូនប្រិយមិត្តដំណើរគ្នាតែម្ដងបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានចំនួន5ហើយនឹងចុងក្រោយគឺមានការវិភាគជូនជាឧត្តមគតិរបស់លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាហើយព័ត៌មានទី1នេះគឺតកតងជាមួយនឹងនាវាចម្បាំងរបស់ប្រទេសចិនចូលចតក្នុងកំពង់ផែរបស់ប្រទេសកម្ពុជាក្នុងគណៈពេលដែលចិនខិតខំរក្សាលំនឹងរវាងចំណងមិត្តភាពការទូតរវាងកម្ពុជាជាមួយនឹងចិនហើយនឹងចិនជាមួយនឹងប្រទេសថៃរីឯព័ត៌មានទី2វិញគឺអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនបានបញ្ជាក់ថាចិនរក្សាទំនាក់ទំនងរវាងកម្ពុជាហើយនឹងជាមួយនឹងថៃនឹងគឺដោយសន្តិវិធីហើយនឹងដោយយុត្តិធម៌ជាមួយនឹងគ្នាបាទក្នុងគណៈពេលនេះគឺព័ត៌មានទី3វិញខាងកងអាកាសរបស់ថៃបានត្រៀមខ្លួនជាស្រេចនៅក្នុងការចូលរួមប្រតិបត្តិការប្រសិនបើស្ថានភាពមិនល្អនេះបើតាមការបញ្ជាក់របស់អគ្គមេបញ្ជាការរបស់កងទ័ពជើងអាកាសរបស់ថៃក្នុងគណៈពេលនោះដែរបែរជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃវិញបាននិយាយថាក្រសួងការបរទេសក៏ដូចជាថៃចង់ដោះស្រាយបញ្ហាជាមួយនឹងប្រទេសកម្ពុជាដោយសន្តិវិធីក្នុងគណៈពេលដែលដាក់លក្ខខណ្ឌចំនួន4ដើម្បីឲ្យកម្ពុជាបំពេញតាមហើយព័ត៌មានទី5វិញគឺមានការជួបប្រជុំគ្នារវាងយោធាថ្នាក់ភូមិភាគថ្នាក់លេខាធិការដ្ឋានរបស់កម្ពុជានិងថៃដើម្បីត្រៀមសម្រាប់ការប្រជុំនៅគណៈកម្មាធិការព្រំដែនយុទ្ធភូមិភាគរវាងប្រទេសទាំងពីរហើយចុងក្រោយនេះគឺជាការវិភាគជាយោបល់របស់លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាពាក់ព័ន្ធនឹងទួលនីតិរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដោះស្រាយទំនាស់រវាងកម្ពុជាហើយនិងថៃហើយនៅក្នុងតែប្រមាណដូចជា4ម៉ោងទៀតទេគឺការប្រកាសលទ្ធផលជ័យលាភីនឹងបានដឹងហើយថាអ្នកណាជាជ័យលាភីពាន Nobel សន្តិភាពសម្រាប់ឆ្នាំ2025បាទព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters សូមទោសព័ត៌មានទី1ខ្ញុំសូមដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP ដែលត្រូវបានសារព័ត៌មានជាច្រើនយកទៅផ្សាយបាទអ្នកដែលសរសេរសេចក្តីរាយការណ៍គឺសារព័ត៌មាន AP ប៉ុន្តែសារព័ត៌មាននៅក្រៅប្រទេសនេះជាច្រើនហើយយកផ្សាយបន្តបាទអញ្ចឹងគឺមានការចាប់អារម្មណ៍ច្រើនពាក់ព័ន្ធជាមួយនឹងនាវាចម្បាំងរបស់ចិនចំនួន2គ្រឿងដែលបានទៅដល់ចូលចតក្នុងកំពង់ផែប្រទេសកម្ពុជានៅថ្ងៃសុក្រនេះបាទនេះគឺជាអ្វីដែលប្រទេសចិនហៅថាជាការចូលចតដើម្បីចំណងមិត្តភាពនិងការវឹកវើជាមួយនឹងប្រទេសកម្ពុជាក្នុងគណៈពេលដែលបាទទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជានោះបាទខិតខំយ៉ាងណារក្សាទំនាក់ទំនងការទូតក្នុងពេលដែលពិភពលោកកំពុងតែពិនិត្យមើលយ៉ាងខ្លាំងទៅលើទំនាក់ទំនងនេះដំណើរទស្សនកិច្ចនេះគឺកើតឡើងចំពេលដែលប្រទេសចិនខិតខំព្យាយាមរក្សាឲ្យបាននៅលំនឹងទំនាក់ទំនងការទូតដែលមានលក្ខណៈស្មុគស្មាញក្នុងទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទដែលប្រទេសចិនគឺជាមិត្តរបស់ប្រទេសទាំងពីរប្រទេសកម្ពុជាហើយនិងថៃកាលពីចុងខែកក្កដាបានប៉ះទង្គិចគ្នាអស់រយៈពេល5ថ្ងៃពាក់ព័ន្ធជាមួយនឹងតំបន់ដែលទាមទារពាក់ព័ន្ធនឹងព្រំដែនហើយមានការចាប់ប្រកាន់ថាទីក្រុងប៉េកាំងបានផ្ដល់អាវុធយុទ្ធភ័ណ្ឌដល់ប្រទេសកម្ពុជាដែលរឿងនោះបានធ្វើឲ្យប្រទេសថៃមានការខឹងសម្បារហើយចំនួនតាមបណ្ដោយព្រំដែននេះគឺនៅមិនទាន់
បានដោះស្រាយចប់នៅឡើយទេក្នុងគណៈពេលដែលភាពតានតឹងនៅតែខ្ពស់នៅឡើយបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters សំទោសទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថាលោកសំសុខាដែលជាអ្នកនាំពាក្យនៃកងនាវាជើងទឹកកងយោធាជើងទឹករបស់កម្ពុជាបាននិយាយកាលពីថ្ងៃពុធថាគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់នាវាចម្បាំងរបស់ប្រទេសចិននេះគឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដែលប្រទេសចិនមានជាមួយនឹងកម្ពុជាគឺគ្មានគោលបំណងណាជាការបង្ហាញការគ្រប់គ្រងដល់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងចំនួនព្រំដែននោះទេបាននាវាទាំងពីរគ្រឿងរបស់ប្រទេសចិននេះគឺមានឈ្មោះថាយីមេងសានហើយនិងនាវាយីមេងសានជានាវាចម្បាំងហើយនិងនាវាគីជីគួងបាទគឺជានាវាសម្រាប់ការវឹកវើគឺបានចូលមកចតនៅក្នុងកំពង់ផែក្រុងព្រះសីហនុដែលជាការមួយបង្ហាញថាជាការចូលចតនៅកំពង់ផែស៊ីវិលដែលដើម្បីជៀសវាងការរិះគន់ថាចូលចតនៅកំពង់ផែយោធារៀមដែលជាកំពង់ផែមានការចាប់អារម្មណ៍និងមានការចាប់ប្រកាន់ថៃចិនប្រើប្រាស់ដោយផ្ដាច់មុខហើយទន្ទឹមនឹងការចូលចតនេះគឺនាវានេះនឹងចាក់ចេញពីប្រទេសកម្ពុជានៅថ្ងៃអង្គារហើយធ្វើដំណើរទៅចូលចតនៅកំពង់ផែនៅក្នុងប្រទេសថៃនិងប្រទេសសិង្ហបុរីផងដែរគឺមិនមែនមានន័យថាមកតែកម្ពុជាមួយនោះទេបាទតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថានេះគឺជាកាយវិការមួយដើម្បីបន្ធូរបន្ថយនៅការព្រួយបារម្ភខាងនយោបាយដែលបានជានាវានេះសុខចិត្តចូលចតនៅកំពង់ផែខាងក្រុងព្រះសីហនុដែលជាកំពង់ផែខាងពាណិជ្ជកម្មជាជាងនៅមូលដ្ឋានកងទ័ពជើងទឹករៀមប្រទេសចិនបានផ្ដល់នៅប្រាក់ជាច្រើនទៅដល់គម្រោងក្នុងការអភិវឌ្ឍកំពង់ផែរៀមដែលធ្វើឲ្យមានការសង្ស័យពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថាទីក្រុងប៉េកាំងកំពុងតែទទួលបាននៅសិទ្ធិក្នុងការប្រើប្រាស់ផ្ដាច់មុខទៅលើកំពង់ផែនេះដែលជាការអះអាងមួយទៅបានរដ្ឋាភិបាលកម្ពុជាបដិសេធជាបន្តបន្ទាប់ក្នុងរយៈពេលជាងប្រមាណទសវត្សរ៍នេះគឺប្រទេសចិនបានបង្កើននៅកងនាវារបស់ខ្លួនហើយនឹងប្រតិបត្តិការរបស់ខ្លួនទូទៅហើយឈូងសមុទ្រថៃនេះគឺនៅជាប់នឹងសមុទ្រចិនខាងត្បូងដែលប្រទេសចិនបានទាមទារត្រួតស៊ីគ្នាទាំងស្រុងជាមួយនឹងបណ្ដាប្រទេសមួយចំនួនបើតាមលោកអិនសុកខេមរាបានដែលជាមេបញ្ជាការរងឬក៏អនុប្រធានកំពង់ផែរៀមនោះបាននិយាយថាលោកស្វាគមន៍នៅអ្នកដែលចូលចតនៅកំពង់ផែទាំងអស់នេះគឺបានន័យថាជារៀងរាល់ឆ្នាំមាននាវាបរទេសដែលជារឿយមកក្រុងព្រះសីហនុនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើបប្រតិបត្តិការធ្វើលំហាត់សមយុទ្ធដើម្បីពង្រឹងមិត្តភាពហើយនិងសាមគ្គីភាពមិនថាតែមកពីប្រទេសចិននោះទេគឺក៏មានមកពីប្រទេសហ្វីលីពីនមកពីប្រទេសអូស្ត្រាលីឬក៏សហរដ្ឋអាមេរិកផងដែរគឺស្វាគមន៍បាទហើយទន្ទឹមនឹងនេះគឺតាមព័ត៌មានគឺមាននាវារបស់ខាងអូស្ត្រាលីក៏បានចូលចតដែរនៅថ្ងៃនេះក៏ប៉ុន្តែអ្វីដែលជាចំណាប់អារម្មណ៍ខ្លាំងគឺទៅលើនាវារបស់ចិនទៅវិញបាទដោយមិនបាទដោយឡែកខាងលោកឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅប្រទេសកម្ពុជាវិញក៏បានសរសេរបង្ហោះតាមបណ្ដាញសង្គមកាលពីថ្ងៃពុធផងដែរដែលថាចិនគឺចូលរួមនៅក្នុងការសាមគ្គីភាពជាមួយនឹងប្រទេសកម្ពុជាហើយនឹងជួយទៅដល់ការធ្វើយ៉ាងណាឲ្យមានស្ថិរភាពដោយលោកឯកអគ្គរដ្ឋទូតចិនបាននិយាយថាចិនគឺគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសកម្ពុជានៅក្នុងការការពារអធិបតេយ្យភាពជាតិសន្តិសុខនិងផលប្រយោជន៍ការអភិវឌ្ឍហើយប្រទេសចិននឹងនៅតែជាដៃគូដ៏គួរឲ្យទុកចិត្តបានរបស់កម្ពុជានៅក្នុងវិស័យអភិវឌ្ឍបាទនេះគឺជាអ្វីដែលលោកឯកអគ្គរដ្ឋទូតចិនបានសរសេរហើយនេះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP នេះគឺចប់តែប៉ុណ្ណេះបាទនេះគឺជាព័ត៌មានទី1រីឯព័ត៌មានទី2វិញគឺជាសេចក្តី
ប្រទេសពីខាងចិនវិញបាទ Global Time បាទ Global Time គឺតាក់ទងជាមួយនឹងប្រតិកម្មរបស់ក្រសួងការបរទេសរបស់ចិនដែលអ្នកសារព័ត៌មានបានសួរពាក់ព័ន្ធជាមួយនឹងសេចក្តីរាយការណ៍នានារបស់បណ្ដាញសារព័ត៌មាននៅខាងប្រចាំប្រទេសនេះដែលថាចិនគឺបានផ្ដល់អាវុធក្នុងចំនួនច្រើនទៅដល់ប្រទេសកម្ពុជាដោយចោទប្រកាន់ថាគឺប្រទេសចិនបានកាន់ជើងតែម្ខាងនៅក្នុងចំនួនព្រំដែនរវាងកម្ពុជាហើយនិងប្រទេសថៃហើយគឺជាការមួយដែលបង្ហាញនៅការមិនត្រឹមត្រូវអំពីជំហររបស់ប្រទេសចិនតាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនហើយបានធ្វើឲ្យមានការចាប់អារម្មណ៍ជាសាធារណៈជាទូទៅផងដែរនៅពេលនោះគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនគឺលោកហ្គួយជាគុនបានថ្លែងតបវិញនៅថ្ងៃសុក្រនេះថាចាប់តាំងតែពីការមានចំនួនរវាងកម្ពុជានិងប្រទេសថៃនៅតាមបណ្ដោយព្រំដែនមកគឺប្រទេសចិននៅតែជាមិត្តល្អរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃហើយគឺចិននៅតែរក្សានៅជំហរមិនលំអៀងទៅភាគីខាងណាទេនឹងប្រកបដោយយុត្តិធម៌ហើយនៅតែជំរុញឲ្យមានការសន្ទនាដោយសន្តិវិធីបាទនេះគឺជាការឆ្លើយតបរបស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ចិនអ្នកនាំពាក្យនោះបានបន្ថែមទៀតថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិនប្រទេសកម្ពុជានិងប្រទេសថៃបានឯកភាពរួមគ្នាបាទតាមរយៈកិច្ចប្រជុំត្រីភាគីក្នុងពេលកន្លងមកហើយនឹងបេសកជនពិសេសរបស់ប្រទេសចិនសម្រាប់កិច្ចការនៅតំបន់អាស៊ាននោះក៏បានធ្វើដំណើរជាច្រើនដងទៅប្រទេសកម្ពុជានិងប្រទេសថៃនៅក្នុងកិច្ចការទូតដំណើរការទូតដើម្បីដោះស្រាយបញ្ហានេះហើយជាមួយគ្នានឹងដែរចិនក៏បានចូលរួមយ៉ាងសកម្មជាមួយនឹងប្រទេសម៉ាឡេស៊ីនិងភាគីពាក់ព័ន្ធដទៃទៀតហើយនឹងប្រទេសកម្ពុជានិងប្រទេសថៃដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននៅការព្រមព្រៀងជុំបាញ់គ្នាមួយហើយនឹងរក្សាទំនាក់ទំនងនឹងគ្នាទៅវិញទៅមកតាមរយៈយន្តការទ្វេភាគីសារព័ត៌មានបានបន្ថែមថាគឺភាគីពាក់ព័ន្ធនានាបានសម្ដែងនៅការកោតសរសើរយ៉ាងខ្ពស់ចំពោះទូនាទីមិនអាចផ្លាស់ជំនួសបានរបស់ប្រទេសចិននៅក្នុងការដោះស្រាយបញ្ហានេះបាទនេះបើតាមការបញ្ជាក់របស់លោកហ្គួយបាទលោកហ្គួយគាត់បានបញ្ជាក់អញ្ចឹងលោកហ្គួយបានកត់សម្គាល់បន្ថែមទៀតថាប្រទេសចិនគាំទ្រប្រទេសកម្ពុជានិងប្រទេសថៃក្នុងការដោះស្រាយចំនួនរបស់ពួកគេតាមរយៈការចរចានិងការពិភាក្សាគ្នាហើយក៏គាំទ្រប្រទេសម៉ាឡេស៊ីក្នុងការដើរតួនាទីជាប្រធានរបស់អាស៊ានបដូវវេនក្នុងការជំរុញឲ្យមានដំណោះស្រាយនយោបាយតាមវិធីសាស្ត្ររបស់អាស៊ាន Way ណាអាស៊ាន Way លោកបានបន្ថែមថាប្រទេសចិនត្រៀមខ្លួនជាស្រេចបាទទៅតាមឆន្ទៈរបស់ប្រទេសកម្ពុជានិងប្រទេសថៃនៅក្នុងការបន្តការលើកទឹកចិត្តឲ្យមានការចរចាដោយសន្តិវិធីតាមវិធីសាស្ត្ររបស់ខ្លួនក្នុងហើយដើរតួនាទីយ៉ាងប្រកបដោយការស្ថាបនានៅក្នុងការពង្រឹងបទជុំបាញ់គ្នាដែលមានស្រាប់និងសម្រេចបាននៅដំណោះស្រាយសន្តិភាពមួយទៅលើចំនួននេះប្រទេសចិនក៏បានធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកការពិជាតិជាប្រចាំផងដែរជាមួយនឹងបណ្ដាសមាជិករបស់អាស៊ានដទៃទៀតមិនមែនតែកម្ពុជាទេគឺរួមទាំងកម្ពុជានិងប្រទេសថៃផងដែរនោះបាទដូច្នេះកិច្ចខិតខំប្រឹងប្រែងណាដែលធ្វើឡើងដោយសារព័ត៌មានប្រចាំប្រទេសក្នុងការធ្វើឲ្យមានទំនាស់រវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសពាក់ព័ន្ធនេះនោះគឺប្រកាសជាបរាជ័យហើយនេះបើតាមការបញ្ជាក់របស់លោកហ្គួយបាទអញ្ចឹងក៏លោកហ្គួយក៏បានបញ្ជាក់អញ្ចឹងខ្ញុំសួរប្រិមិត្តលេងមើលខ្ញុំបញ្យល់ឡើងនឹងតិចមើលបាទតើលោកហ្គួយក៏បន្ទោសសារព័ត៌មានប្រចាំប្រទេសរបស់តាក់ទងជាមួយនឹងរឿងផ្ដាល់ជំនួយយោធាទៅដល់ចិនហ្នឹងខុសអត់សម្រាប់លោកហ្គួយបន្ទោសអត់ខុសទេពីព្រោះអី
គាត់ដឹងព័ត៌មាននេះពីសារព័ត៌មាន New York Times ឬក៏សារព័ត៌មានផ្សេងទៀតមែនណាប៉ុន្តែភាគីថៃដែលខ្ញុំនិយាយថាមកខុសហ្នឹងគឺដោយសារតែរបាយការណ៍ដែលសារព័ត៌មាននឹងយកមកធ្វើជាឯកសារយោងគឺរបាយការណ៍ចារកម្មរបស់ថៃអញ្ចឹងអ្វីដែលគាត់គួរប្រតិកម្មគឺគាត់ត្រូវសួរទៅផ្ទៃក្នុងគាត់មុនសិនមុននឹងគាត់ធ្វើប្រតិកម្មរបៀបស្មើនឹងលោកគួយនេះបើពីពលលោកគួយគាត់អត់មានបណ្ដាញណាទៅសួរទៅផ្នែកចារកម្មរបស់ថៃទេតែថៃនាយករដ្ឋមន្ត្រីថៃរដ្ឋមន្ត្រីក្រសួងការបរទេសថៃមាន channel ហ្នឹងបាទអញ្ចឹងដូច្នេះយើងមើលប្រតិកម្មដូចគ្នាក៏ប៉ុន្តែភាគីខុសគ្នាយើងអាចវិតម្លៃបានផ្សេងណាហ្នឹងណាបាទនេះគាត់ប្រតិកម្មរបៀបដូចអត់ដឹងរឿងនឹងមែនគាត់បន្ទោសសារព័ត៌មានមែនប៉ុន្តែថៃប្រតិកម្មរបស់គាត់ចេញមកសម្ដែងលើគោកតែម្ដងបាទនេះជាព័ត៌មានទី2រីឯព័ត៌មានទី3វិញគឺខាងទីជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទ The Nation គាត់រាយការណ៍ថាអគ្គមេបញ្ជាការខាងកងទ័ពជើងអាកាសរបស់ថៃបាននិយាយនៅថ្ងៃសុក្រនេះថាគឺគាត់ថ្លែងពាក់ព័ន្ធជាមួយនឹងស្ថានភាពដែលកាន់តែកើនឡើងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃដោយបានគូបញ្ជាក់ថាទាហានទ័ពអាកាសរបស់ថៃត្រៀមខ្លួនជាស្រេចហើយក្នុងករណីដែលមានរលកនៃចំនួនជាលើកទី2ដែលអាចនឹងកើតមានឡើងលោកសេកសានកាន់ថាបានគូបញ្ជាក់ថាកងយោធាក៏បានទទួលបទបញ្ជាឲ្យរក្សាការត្រៀមខ្លួនជានិច្ចក្នុងករណីចាត់វិធានការតបតវិញប្រសិនបើមានការវិវត្តដែលមិនបានរំពឹងទុកជាមុនហើយលោកបានបញ្ជាក់បន្ថែមថាគឺកងកម្លាំងរបស់ថៃទាំងអស់កំពុងតែត្រៀមលក្ខណៈរួចរាល់នៅពេលដែលសួរថាប្រសិនបើមានកិច្ចប្រជុំដែលរៀបចំឡើងដោយមេបញ្ជាការយោធាទាំងអស់ក្នុងពេលកន្លងមកនេះតើមានការពិភាក្សាគ្នាអំពីបញ្ហានៅតំបន់ភូមិណងច័ន្ទនិងភូមិបានយ៉ាកែវដែរឬទេនោះលោកបានបញ្ជាក់យ៉ាងច្បាស់ថាគឺអត់មានការពិភាក្សាគ្នាអំពីប្រតិបត្តិការយោធាជាក់លាក់ណាមួយនោះទេក៏ប៉ុន្តែការដែលលោកបាននិយាយនេះគឺចង់បញ្ជាក់អំពីការត្រៀមលក្ខណៈរួចរាល់របស់កងទ័ពរបស់ថៃគ្រប់ស្ថានភាពទាំងអស់ដោយទុកឲ្យការពិភាក្សាអំពីបញ្ហាលម្អិតទៅតាមអង្គភាពនីមួយៗដែលទទួលខុសត្រូវនៅតំបន់នោះនៅថ្ងៃទី10ខែតុលាគឺជាកាលបរិច្ឆេទចុងក្រោយសម្រាប់ឲ្យពលរដ្ឋកម្ពុជាដែលរស់នៅលើទឹកដីថៃក្នុងតំបន់ភូមិណងច័ន្ទក្នុងខេត្តស្រះកែវនោះចាក់ចេញពីទឹកដីនោះនៅក្រោមច្បាប់ព្រៃឈើនិងអន្តោប្រវេសន៍របស់ថៃដែលនឹងប៉ះពាល់ទៅដល់ពលរដ្ឋប្រមាណជានៅលើលំនៅឋានចំនួន135ខ្នងបើតាមលោកវរៈសេនីយ៍ឯកឆៃរងកាស៊ីដែលជាមេបញ្ជាការនៃកងកម្លាំងពិសេសទី12នៃកងកម្លាំងបូរផាបុព្វារបស់គេនោះគឺបានចូលទៅក្នុងទីក្រុងបានចូលទៅក្នុងភូមិណងច័ន្ទហើយដើម្បីត្រៀមលក្ខណៈក្នុងការដោះមីននៅទីនោះគឺមានការដោះមីននៅភូមិណងច័ន្ទនិងភូមិណងយ៉ាកែវផងដែរក្នុងពេលជាមួយគ្នានោះដែរគឺមានប្រជាពលរដ្ឋកម្ពុជាដែលនៅខាងភូមិព្រៃច័ន្ទដែលនៅទល់មុខជាមួយនឹងភូមិណងយ៉ាកែវនោះប្រមាណជា100នាក់ក៏បានប្រមូលផ្ដុំគ្នានៅទីនោះផងដែរហើយនៅខាងភាគីថៃវិញគឺនៅខាងបានណងច័ន្ទក៏មានប្រជាពលរដ្ឋនៅក្នុងតំបន់នោះក៏ប្រមូលផ្ដុំគ្នាដើម្បីគ្រប់គ្រងពួកយោធាផងដែរនៅម៉ោង12ថ្ងៃត្រង់ថ្ងៃទី10ខែតុលានេះមានសេចក្តីរាយការណ៍ដែលបញ្ជាក់ថាអ្នកភូមិកម្ពុជានៅតែបន្តជួបជុំគ្នានៅជិតភូមិណងយ៉ាកែវដែលក្នុងនោះរួមមានកុមារស្ត្រីមនុស្សចាស់ព្រះសង្ឃដែលត្រូវបានគេដឹកតាមរថយន្តមក
ជួបជុំគ្នានៅភូមិប្រច័ន្ទហើយនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃវិញគឺកងកម្លាំងរបស់កម្ពុជាក៏ត្រូវបានគេសង្កេតឃើញថាបានពង្រឹងទីតាំងរបស់ខ្លួនជាបន្តបន្ទាប់នៅតំបន់ព្រំដែនតាមភូមិប្រច័ន្ទហើយក៏បានរក្សានៅជំហរត្រៀមខ្លួនជានិច្ចនៅតាមបណ្ដោយព្រំដែននោះបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ដែលខ្ញុំដកសង្កជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទទន្ទឹមនឹងការព្រមានបាទទន្ទឹមនឹងការព្រមានរបស់កងទ័ពថៃរបស់កងទ័ពអាកាសរបស់ថៃដែលថាត្រៀមកម្លាំងជានិច្ចនោះរដ្ឋមន្ត្រីការបរទេសរបស់ថៃវិញបែរជាថ្លែងខុសពីនេះបាទបើតាមលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃដែលត្រូវបានសារព័ត៌មាន The Nation យកមកចុះផ្សាយនោះគឺលោកភូមិខិតខែវបាននិយាយថាថៃស្វែងរកការដោះស្រាយមាគាសន្តិវិធីជាមួយនឹងកម្ពុជាហើយបានដាក់លក្ខខណ្ឌចំនួន4នៅក្នុងការចរចានេះបាទលក្ខខណ្ឌចំនួន4នោះគឺខ្ញុំបានជម្រាបជូនប្រិយមិត្តទាំងអស់គ្នាទៅហើយបាទឥឡូវនេះខ្ញុំសូមដកស្រង់ពីសារព័ត៌មាន The Nation ដើម្បីឲ្យដឹងថាតើថៃមានសេចក្តីរាយការណ៍យ៉ាងម៉េចពាក់ព័ន្ធជាមួយនឹងបញ្ហានេះរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកស៊ីហាស័កភួងខិតខាវបានដាក់ចេញនៅលក្ខខណ្ឌចំនួន4ដែលមិនអាចចរចាបានទេក្នុងការធ្វើការចរចាសន្តិភាពឡើងវិញជាមួយនឹងប្រទេសកម្ពុជាក្នុងគណៈពេលនោះដែរគឺលោកស្វាគមន៍ការស្នើសុំរបស់សហរដ្ឋអាមេរិកក្នុងការជួយសម្របសម្រួលការចរចានេះដោយបាននិយាយនៅក្នុងទីក្រុងបាងកកនៅថ្ងៃសុក្រនេះក្រោយពីកិច្ចប្រជុំជាមួយនឹងមេដឹកនាំធុរកិច្ចដែលធ្វើប្រតិបត្តិការក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានោះលោកស៊ីហាស័កបានធានាទៅដល់វិស័យឯកជនថារដ្ឋាភិបាលយល់ដឹងអំពីការព្រួយបារម្ភរបស់ពួកគេបន្ទាប់ពីមានការធ្លាក់ចុះនៅទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកិច្ចប្រជុំនេះរួមមានតំណាងមកពីឧស្សាហកម្មសំខាន់របស់ប្រទេសថៃដែលធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងនោះមានខាងផ្នែកវិស័យហិរញ្ញវត្ថុផ្នែកសុខាភិបាលទេសចរនិងអចលនទ្រព្យជាដើមអ្នកទាំងអស់នោះគឺបានរងផលប៉ះពាល់ចំពោះទំនាក់ទំនងដែលតានតឹងរវាងប្រទេសទាំងពីរលោកបានសង្កត់ធ្ងន់ថាស្ថានភាពបច្ចុប្បន្ននេះគឺជាអ្វីដែលប្រទេសថៃមិនចង់បាននោះទេហើយលោកបានបញ្ជាក់ជាថ្មីឡើងវិញថាអ្វីដែលប្រទេសថៃចង់បាននោះគឺការដោះស្រាយទំនាស់នេះតាមរយៈការចរចាទ្វេភាគីនិងដោយសន្តិវិធីទោះបីជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបាននិយាយបានចោទប្រកាន់ប្រទេសកម្ពុជាថាបានគេចវេះពីការចរចាលក្ខណៈស៊ីជម្រៅក្នុងពេលកន្លងមកដែលនាំឲ្យមានភាពមិនប្រកបប្រជាអំពីការបដិញ្ញាចិត្តពិតប្រាកដរបស់ប្រទេសកម្ពុជានៅក្នុងការចូលរួមក្នុងកិច្ចចរចាសារព័ត៌មាន The Nation បានបន្ថែមទៀតថាលោករដ្ឋមន្ត្រីបានចង្អុលបង្ហាញទៅដល់ការដែលប្រទេសកម្ពុជាប្រើប្រាស់វេទិកាអន្តរជាតិដូចជាមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាកន្លងទៅនេះដើម្បីចោទប្រកាន់ជាសាធារណៈទៅលើប្រទេសថៃថាជាឧទាហរណ៍មួយនៃការដែលបង្កើតឲ្យមានផលប្រយោជន៍ទៅប្រទេសកម្ពុជាដោយអយុត្តិធម៌ចំពោះថៃដែលថៃចូលចិត្តការចរចាទ្វេភាគីជាងលោកស៊ីហាស័កក៏បានបញ្ជាក់ផងដែរថាក្នុងគណៈពេលដែលខិតខំព្យាយាមស្ដារទំនាក់ទំនងការទូតឲ្យបានពេញលេញរវាងគ្នានឹងគ្នាក៏ប៉ុន្តែក៏នៅមានបញ្ហាដែលនៅឃ្លាតឆ្ងាយពីគ្នាហើយប្រទេសថៃត្រៀមខ្លួនជាស្រេចក្នុងការចូលរួមនៅក្នុងការចរចាដោយពិតប្រាកដមួយក៏ប៉ុន្តែគឺត្រូវមានការដោះស្រាយលក្ខខណ្ឌចំនួន4ដែលបានដាក់ក្នុងពេលកន្លងមកហើយក្នុងនោះមានការដកអាវុធធុនធ្ងន់ចេញមានការដោះមីននិងការបង្ក្រាបល្បែងអនឡាញ scam អនឡាញហើយនឹងទឹកដីដែលប្រជាពលរដ្ឋកម្ពុជាចូលរំលោភក្នុងទឹកដីថៃលោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាលក្ខខណ្ឌទាំង4នេះត្រូវតែ
ដោះស្រាយឲ្យបានរីកចម្រើនទៅមុខជាមុនសិនដោយលោកភ្ជាប់ជាមួយនឹងដំណោះស្រាយទាំងនេះទៅនឹងជំហានបន្តទៀតក្នុងនោះរួមមានការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាដើមដោយបានថ្លែងតាក់ទងជាមួយនឹងទូនីតិដែលលោកប្រធានាធិបតី Donald Trump បានស្នើឡើងក្នុងការជួយសម្របសម្រួលនោះលោកស៊ីហាសាក់បាននិយាយដោយប្រុងប្រយ័ត្ននៅទូនីតិពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកលោកបានគូបញ្ជាក់ឡើងវិញថាប្រទេសថៃចង់ឲ្យមានការចរចាដោយផ្ទាល់ជាមួយនឹងប្រទេសកម្ពុជាក៏ប៉ុន្តែលោកក៏បានបញ្ជាក់ថាប្រសិនបើសហរដ្ឋអាមេរិកចូលរួមដោយសន្តិចិត្តគឺចង់ដើរតួជាអ្នកសម្របសម្រួលមិនមែនជាអ្នកមកចរចានោះគឺប្រទេសថៃគ្មានអ្វីជំទាស់នោះទេបាទនេះជាព័ត៌មានទី4ដែលខ្ញុំរៀបចំអញ្ចឹងសូមបើកវងកញ្ចក់បន្តិចណាបើកវងកញ្ចក់បន្តិចអញ្ចឹងឥឡូវប្រិមិត្តបានឮដោយខ្លួនឯងហើយបាទដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺនៅក្នុងតំណែងតំណងឬក៏ការងារធ្វើសកម្មភាពការទូតហ្នឹងតែងតែភាគីម្ខាងទៀមទាយកឈ្នះថាខ្លួនឯងមានប្រៀបជាងជានិច្ចបាទប្រៀបជាងជានិច្ចក៏ប៉ុន្តែអ្នកដែលនៅខាងក្រៅដែលមិននៅក្នុងកិច្ចការហ្នឹងបានយើងដឹងថាអ្នកណាមានប្រៀបឥឡូវនេះថៃគាត់សារភាពខ្លួនឯងហើយថាគឺកម្ពុជាប្រើវេទិកាអន្តរជាតិហ្នឹងគឺមានប្រៀបទៅលើគាត់បាទពីព្រោះគាត់មិនចង់ទៅដល់នោះទេដូចដែលខ្ញុំធ្លាប់បាននិយាយហើយគឺថៃគាត់ខ្លាចបាក់មុខណាស់បាទនៅពេលដែលកម្ពុជាយកបញ្ហានេះឡើងបាទអញ្ចឹងឥឡូវនេះបានដឹងច្បាស់ហើយណាថៃគាត់ថា unfair ណាអយុត្តិធម៌ណាដែលកម្ពុជាយករឿងទៅ UN បាទធ្វើឲ្យគាត់មានប្រៀប take advantage បាទយកកេងចំណេញពីបញ្ហាហ្នឹងដែលធ្វើឲ្យអយុត្តិធម៌ចំពោះថៃបាទយើងក៏មិនត្រូវសើចសប្បាយនឹងអ្វីដែលជាជ័យជំនះតិចតួចមួយរយៈខ្លីដែរប៉ុន្តែត្រូវតែប្រឹងប្រែងជានិច្ចអញ្ចឹងបាទថាដូចខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងគឺគេហៅថា underbelly របស់ Hitler ឬក៏របស់លោក Winston Churchill ណាបាទគឺ underbelly soft spot ចំណុចខ្សោយចំណុចទន់របស់ថៃគឺលើឆាកអន្តរជាតិហ្នឹងហើយបើកាលណាកម្ពុជាប្រើវេទិកាហ្នឹងច្រើនដើម្បីដាក់សម្ពាធទៅលើថៃបាទនៅទៅចុចចំណុចដូចថារបួសរបស់គាត់ចំណុចខ្សោយរបស់គាត់ហ្នឹងអាចនឹងបានលទ្ធផលអ្វីផ្សេងទៀតដែរណាបាទអញ្ចឹងគឺយើងត្រូវមើលបញ្ហាហ្នឹងដែរណាបាទតែគាត់ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកនៅឆ្លៀតចែករំលែកនេះយើងមើលយោធាថៃនិយាយផ្សេងចេញមកសាច់ដុំមកត្រៀមខ្លួនមានតាំងពីទ័ពអាកាសមិនធម្មតាទ័ពអាកាសគឺបានន័យថាចង់ប្រតិបត្តិការពេញលេញដូចមុនទៀតអញ្ចឹងណាក្នុងគណៈពេលដែលខាងថៃនេះវិញគឺបាទនិយាយខាងការទូតនិយាយទុនបាទទោះបីជារដ្ឋមន្ត្រីការបរទេសរបស់ថៃនឹងនិយាយចេញមករបៀបថាខ្លួនឯងចាញ់កម្ពុជាប៉ុន្តែខ្ញុំក៏បើតាមទស្សនៈខ្ញុំឯណាតែយើងអបអរដោយប្រយ័ត្នដែរពីព្រួយយើងមើលទៅហាក់ដូចជារដ្ឋបាលរបស់អនុធានហ្នឹងដើរតួជា victim តែម្ដងដើរតួជា victim ច្រើនជាងបាទអញ្ចឹងយើងមើលចំណុចខុសគ្នារវាងយោធាដើរតួជាសាច់ដុំក្នុងគណៈពេលដែលរដ្ឋបាលស៊ីវិលដើរតួជាជនរងគ្រោះបាទដូច្នេះខ្ញុំមើលអ្វីដែលលោកភូមិកិតកែវនិយាយមិញនេះរបៀបជាចង់ដាក់ខ្លួនជាជនរងគ្រោះមួយសារទៀតហើយមិនអញ្ចឹងណាថាអូកម្ពុជានឹងអត់ត្រង់មកធ្វើបាបយើងនៅឈើអន្តរជាតិតែអីហ្នឹងបាទការពិតនៅលើឆាកអន្តរជាតិហ្នឹងកម្ពុជាសង្កត់ចំណុចមួយមែនប៉ុន្តែក្រៅពីទទួលស្គាល់បរាជ័យរបស់គាត់បែរជាដាក់ខ្លួនថាជាជនរងគ្រោះទៅវិញបាទអញ្ចឹងណាបាទនេះគឺជាអ្វីដែលខ្ញុំមកចូលរួមចែករំលែកបន្តិចប៉ុណ្ណឹងបាទមានថៃចូលមកមួយមិនខ្ញុំប្លុកចោលទៅឥឡូវព័ត៌មានទី5នេះសូមដកស្រង់ពីសារព័ត៌មានរបស់កម្ពុជាម្ដងណាគឺកម្ពុជា Cambodia News គាត់សរសេរបានល្អណាស់បាទកម្ពុជានិយាយរួមសារព័ត៌មាននៅកម្ពុជាជាភាសាអង់គ្លេសសរសេរបានល្អច្រើនណាបាទល្អច្រើនអញ្ចឹងខ្ញុំសូមដកស្រង់ពី Cambodia News ខ្លីៗទៅចុះ
បាទគឺកម្ពុជានេះគាត់បាននិយាយថាមន្ត្រីយោធានឹងបានជួបប្រជុំគ្នានៅមុនកិច្ចចរចាតាក់ទងជាមួយនឹងបញ្ហាព្រំដែនថ្នាក់យុទ្ធភូមិភាគបើតាមសេចក្តីរាយការណ៍របស់កម្ពុជានេះគាត់ថាមន្ត្រីដែលមកពីថ្នាក់ភូមិភាគខាងទទួលបន្ទុកខាងព្រំដែនរវាងកម្ពុជាហើយនិងថៃនឹងបានជួបប្រជុំគ្នាដោយភាគីទាំងពីរបានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបន្ធូរបន្ថយនៅភាពតានតឹងនៅតាមបណ្ដោយព្រំដែននេះដើម្បីរៀបចំឲ្យមានកិច្ចប្រជុំនៅថ្ងៃទី15និងថ្ងៃទី17ខែតុលានេះកិច្ចប្រជុំនេះគឺជាកិច្ចប្រជុំរបស់ក្រុមលេខាធិការដ្ឋានដែលបានរៀបចំឡើងនៅខេត្តឧត្តរមានជ័យហើយពាក់ព័ន្ធជាមួយនឹងប្រតិភូដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីនិតណារុងដែលជានាយរងសេនាធិការនៃកងយុទ្ធពលនៃយុទ្ធភូមិភាគទី4របស់កម្ពុជាជាមួយនឹងឧត្តមសេនីយ៍ទូកម្ផាណាត់វ៉ាប់ផាសុកដែលជានាយសេនាធិការនៃយោធារបស់ថៃប្រចាំយុទ្ធភូមិភាគ2បាទអញ្ចឹងយុទ្ធភូមិភាគ2និងយុទ្ធភូមិភាគ4ជួបប្រជុំគ្នាឋានៈលេខាធិការដ្ឋានហើយបាននេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាហើយក្នុងអំឡុងពេលនៃការចរចានោះគឺភាគីទាំងពីរបានបង្ហាញនៅសមាជិកភាពនៃក្រុមការងាររៀងៗខ្លួននៅក្នុងការធ្វើការសម្របសម្រួលដែលបញ្ជាក់អំពីការហើយនឹងបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់ភាគីទាំងពីរនៅក្នុងការធ្វើយ៉ាងណាកាត់បន្ថយភាពតានតឹងហើយនឹងត្រៀមលក្ខណៈសម្រាប់ការចរចាថ្នាក់យុទ្ធភូមិភាគកិច្ចប្រជុំនេះគឺកើតឡើងប្រហែលថ្ងៃបន្ទាប់ពីយុទ្ធភូមិភាគ4របស់កម្ពុជាបានបញ្ជូនលិខិតទី2ដើម្បីអញ្ជើញឲ្យមេបញ្ជាការយុទ្ធភូមិភាគទី2របស់ថៃចូលរួមក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគដែលពីមុនឡើយគឺត្រៀមសម្រាប់ថ្ងៃទី7ដល់ថ្ងៃទី9ខែតុលាហើយដែលជាការមួយបានពន្យាពេលតាំងពីថ្ងៃទី28នឹងដល់30ខែកញ្ញាខាងពេលកន្លងមកនេះគឺគ្មានការពន្យល់អ្វីពីភាគីថៃដែលធ្វើឲ្យមានការពន្យាពេលជាបន្តបន្ទាប់នោះទេក៏ប៉ុន្តែបើតាមសារព័ត៌មានរបស់ថៃបានជាពិសេសខៅសូតបានរាយការណ៍កាលពីថ្ងៃទី4ខែតុលាថាគឺមេយុទ្ធភូមិភាគទី2ថ្មីរបស់ថៃហ្នឹងគឺលោកវរយុទ្ធរ៉ាក់សិលហ្នឹងគឺគាត់បានសារឡើងថាការពន្យាពេលនេះវាជាការចាំបាច់ដើម្បីក្នុងគណៈពេលដែលសំណើពីភាគីទាំងពីរនេះគឺមិនទាន់បានសម្រេចនៅឡើយបាទអញ្ចឹងគឺមានក្នុងពេលនោះដែរគឺសារព័ត៌មានកម្ពុជានេះគាត់ក៏បានរាយការណ៍ដឹងពីការដែលក្រុមអ្នកសង្កេតការអន្តរការអាស៊ាននេះក៏បានចុះឲ្យបានដឹងដែរគឺបើយោងតាមនេះគឺក្រុមអន្តរការនៃសង្កេតការរបស់អាស៊ាននេះគឺបានចាប់ផ្ដើមនៅការបេសកកម្មត្រួតពិនិត្យរយៈពេល1សប្តាហ៍នៅតាមបណ្ដោយព្រំដែននៅខេត្តបន្ទាយមានជ័យផងដែរដែលក្នុងពេលនោះដែរកំពុងតែមានភាពតានតឹងកាន់តែកើនឡើងរវាងកម្ពុជានិងថៃដែលថៃបានដាក់អសានវត្តដើម្បីឲ្យបណ្ដេញអ្នកភូមិកម្ពុជាចេញពីតំបន់ព្រំដែនត្រឹមថ្ងៃទី10ខែតុលាចឹងបានន័យថាទន្ទឹមនឹងថៃដាក់អសានវត្តនឹងរៀបចំកម្លាំងដើម្បីបណ្ដេញពលរដ្ឋកម្ពុជានោះគឺអ្នកសង្កេតការអាស៊ានបណ្ដោះអាសន្ននេះគឺដាក់កម្មវិធីទៅសង្កេតការមួយអាទិត្យនៅកន្លែងហ្នឹងតែម្ដងដើម្បីតាមមើលសកម្មភាពបាទនេះជារឿងមួយល្អហើយហ្នឹងបាទអញ្ចឹងនេះគឺជាបញ្ហាទី2ណាបញ្ហាទី2សំទោសគឺជារឿងទី5ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងដូចខ្ញុំឃើញណាគឺមានការផ្សាយ live ផ្ទាល់តាមទូរទស្សន៍តែម្ដងបាទទូរទស្សន៍កម្ពុជាឃើញផ្សាយឃើញទូរទស្សន៍ផ្សេងទៀតក៏ផ្សាយបាទក្រៅពីបណ្ដាញសង្គមគឺដាក់ live ទូរទស្សន៍ចឹងតែម្ដងទៅឲ្យគេឃើញតែមកទៅប្រហែលថ្ងៃហ្នឹងគាត់ថារៀបដល់ម៉ោង live ទៅគ្រប់កណ្ដាលទាំងអស់តែម្ដងបាទឲ្យឃើញបាទនេះគឺជាព័ត៌មានទី5ណាឥឡូវនេះចុងក្រោយសូមជូនជាយោបល់របស់លោកឆាងយុបាទលោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោកបានថ្លែងពាក់ព័ន្ធជាមួយនឹងទូនីតិរបស់លោកប្រធានាធិបតី Donald Trump ក្នុងដំណើរស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជានិងប្រទេសថៃបាទលោកឆាងយុបានចេញការវិភាគនិងយោបល់នេះ
នៅថ្ងៃទី7ខែតុលាឆ្នាំ2025ខ្ញុំសូមអានជូនប្រិមិត្តជាភាសាខ្មែរជូនដូចតទៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានមានតម្រូវការធ្វើឲ្យទំនាក់ទំនងកាន់តែទូលំទូលាយនិងប្រសើរជាងមុនជាមួយសហរដ្ឋអាមេរិកមិនត្រឹមតែបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចនិងភាពចម្រុងចម្រើននៅក្នុងតំបន់តែប៉ុណ្ណោះទេរួមទាំងបុព្វហេតុសន្តិភាពនិងសេរីភាពយូរអង្វែងទៀតផងបច្ចុប្បន្ននេះគ្មានកលៈទេសៈណាមួយដែលប្រសើរជាងកលៈទេសៈនេះទេចំពោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីអញ្ជើញលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការជាអធិបតីក្នុងកិច្ចប្រជុំអាស៊ានដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី26ដល់ទី28ខែតុលាឆ្នាំ2025និងក្នុងឋានៈជាប្រធានដឹកនាំការចរចាស្វែងរកសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃតួនាទីរបស់លោកប្រធានាធិបតី Donald Trump នៅឯសន្និសីទនេះមានសារៈសំខាន់ចាំបាច់ដោយមានហេតុផល3យ៉ាងហេតុផលទី1គឺរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ស័ក្តិសមក្នុងការទទួលស្គាល់ថាជាអ្នកព្រួយផ្ដើមឲ្យមានដំណើរការស្វែងរកសន្តិភាពដែលដំណើរការនេះបន្តរហូតមកដល់បច្ចុប្បន្នជុំវិញចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកប្រធានាធិបតី Donald Trump ស័ក្តិសមក្នុងការទទួលស្គាល់ថាជាប្រធានាធិបតីប្រកបដោយគុណសម្បត្តិក្នុងភាពជាអ្នកដឹកនាំរបស់លោកជុំវិញបញ្ហាចំនួនព្រំដែនដ៏ស្មុគស្មាញដែលកើតចេញពីការខ្វែងគំនិតគ្នាលើបន្ទាត់ព្រំដែនអស់ការជាច្រើនសតវត្សនៃប្រទេសទាំងពីរហើយរដ្ឋាភិបាលលោកសំនឹងមានមោទនភាពដែលបានទប់ស្កាត់ចំនួនដែលអាចឈានទៅដល់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនិងបាត់បង់ជីវិតមនុស្សអស់ជាច្រើនអ្នកដោយការអំពាវនាវឲ្យមានបទជបាញ់ហេតុផលទី2គឺតួនាទីរបស់លោកប្រធានាធិបតី Donald Trump នៅឯសន្និសីទនេះមានសារៈសំខាន់ដោយការពិតសហរដ្ឋអាមេរិកគឺជាដៃគូនិងជាតួអង្គដ៏សំខាន់ចំពោះសេដ្ឋកិច្ចនិងការអភិវឌ្ឍក្នុងតំបន់ហើយតួនាទីនេះធានាថាដំណើរទស្សនកិច្ចកម្រិតខ្ពស់បែបនេះនឹងផ្ដល់ផលចំណេញក្នុងការស្វែងរកផលប្រយោជន៍រួមនិងឱកាសសម្រាប់ភាពជាដៃគូដែលសមស្របតាមគោលនយោបាយការបរទេសរបស់រដ្ឋបាលលោកប្រធានាធិបតី Trump ដែលតម្កល់ផលប្រយោជន៍សហរដ្ឋអាមេរិកជាអាទិភាពចម្បងជាចុងក្រោយអាស៊ានត្រូវចាប់ផ្ដើមអនុវត្តនាពេលនេះតែម្ដងពីព្រោះថាសន្តិភាពនិងសេរីភាពក្នុងតំបន់នាពេលអនាគតកំពុងជួបប្រទះនឹងហានិភ័យប្រសិនបើមានគំនិតណាមួយដែលអាចស្វែងយល់បានតាមរយៈវិបត្តិព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃជាការពិតតំបន់អាស៊ីអាគ្នេយ៍ត្រូវការតួនាទីរបស់សហរដ្ឋអាមេរិកជាចាំបាច់ក្នុងការបន្តដើរតួនាទីជាអ្នកដឹកនាំនិងបន្តជួយរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទស្សនៈថ្មីស្រឡាងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ស្ដីអំពីបញ្ហាសន្តិសុខអន្តរជាតិបានផ្ដល់នៅឱកាសដ៏សំខាន់មួយក្នុងការកំណត់សារជាថ្មីអំពីតួនាទីនិងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលអនុវត្តនៅក្នុងតំបន់យើងគួរតែអញ្ជើញលោកប្រធានាធិបតី Donald Trump នៅថ្ងៃនេះដើម្បីចាប់ផ្ដើមពង្រីកកិច្ចពិភាក្សាដ៏សំខាន់អំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងតំបន់នាពេលអនាគតខណៈដែលកិច្ចពិភាក្សានេះមិនចាំបាច់កើតចេញពីវេទិកាសន្តិភាពណាមួយនោះគឺប្រហែលជាគ្មានវិធីណាដែលប្រសើរជាងនេះទៀតទេក្នុងការផ្ដល់វេទិកាដល់សហរដ្ឋអាមេរិកចាប់ផ្ដើមកិច្ចពិភាក្សាក្រៅពីវេទិកាដំណើរការស្វែងរកសន្តិភាពនេះទេបាទនេះគឺជាទស្សនៈនិងការវិភាគរបស់លោកឆាងយុដែលបានចូលរួមជាចំណែកពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតី Donald Trump ហើយសម្រាប់ខ្ញុំវិញបាទហើយសម្រាប់ខ្ញុំវិញគឺឥឡូវនេះម៉ោង7ឥឡូវនេះម៉ោង10បាទ10:40នាទីម៉ោងនៅក្នុងរដ្ឋធានី Washington នៅសល់តែ20នាទីទៀតទេគេនឹងប្រកាសជ័យលាភីរង្វាន់ Nobel សន្តិភាពថាជាអ្នកណានិយាយរួមជំហររបស់ខ្ញុំទោះបីជាខ្ញុំត្រូវបានលោកប្រធានាធិបតី Donald Trump បញ្ឈប់ការងារមិនឲ្យផ្សាយពី VOA ដែលប៉ះពាល់ទៅដល់បុគ្គលិករដ្ឋមួយចំនួនដែលខ្ញុំគួរតែខឹងគាត់ជាងគេក៏ប៉ុន្តែប្រសិនបើលោក Donald Trump បានឈ្នះរង្វាន់ Nobel សន្តិភាពនៅពេលនេះដោយផ្ទាល់ខ្លួនខ្ញុំរីករាយនឹងលើក
លែងឲ្យលោកមិនខឹងហើយសុខចិត្តធ្វើការងារអ្វីផ្សេងទូចតាចក៏ដោយក៏ខ្ញុំនឹងធ្វើដោយសារខ្ញុំនឹងមានមោទនភាពដែលទី1គឺលោកត្រាំគាត់ខិតខំខាងផ្នែកសន្តិភាពនេះបានរង្វាន់នេះហើយទី2ដែលសំខាន់ទី2មែនតែសំខាន់បំផុតនោះគឺកម្ពុជាបានចូលរួមចំណែកជាអ្នកដែលបានតែងតាំងលោកសម្រាប់រង្វាន់នេះផងដែរកម្ពុជាជាប្រទេសដែលខ្ញុំស្រឡាញ់ទៅជាប្រទេសកំណើតរបស់ខ្ញុំគឺប្រកាសជាស្ថិតនៅក្នុងផ្នត់គំនិតក្នុងប្រវត្តិសាស្ត្ររបស់លោកត្រាំនិងក្រុមគ្រួសាររបស់លោកជារៀងរហូតដែលបានចូលរួមចំណែកនៅក្នុងការតែងតាំងលោកឲ្យបានពានរង្វាន់នេះបើសិនបើលោកបានទទួលពានរង្វាន់បាទនិយាយដោយត្រង់ខ្ញុំរំភើបបើទោះបីជាផ្ទាល់ខ្លួនខ្ញុំខាតបង់ក៏ប៉ុន្តែខ្ញុំជឿថាកម្ពុជាចំណេញខ្ញុំរីករាយជានិច្ចឲ្យមិនខឹងគាត់និយាយខ្ញុំប្រកាសដោយត្រង់គឺខ្ញុំនឹងមិនខឹងគាត់ដែលបញ្ចប់ការងារខ្ញុំនឹងទេបាទសូមអរគុណប្រិមិត្តដែលចូលមកតាមដានការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទយើងនឹងតាមដានទាំងអស់គ្នាខ្ញុំនឹងធ្វើ breaking news ថាតើអ្នកណាជាជ័យលាភីហើយបើសិនជាបាទខ្ញុំនឹងនិយាយនៅពេលក្រោយទៀតអំពីលទ្ធផលនេះបាទសូមអរគុណសូមជម្រាបលា